ព្រះជីតាញៀនញៀនមិនចង់បានអ្វីទាំងអស់បំណងប្រាថ្នាដ៏ធំបំផុតរបស់ញៀនញៀនគឺចង់ឲ្យជំងឺរបស់ព្រះជីតាជាសះស្បើយឆាប់អាចនៅក្បែរព្រះជីតារហូតនេះជាក្តីសុខដ៏ធំបំផុតនិងជារឿងដ៏សំខាន់បំផុតរបស់ញៀនញៀនហើយព្រះជីតាគួរតែមានជំងឺរបេងសួតហើយជំងឺនេះអាចព្យាបាលបានគ្រាន់តែត្រូវប្រមូលអុសមួយចំនួនដើម្បីចម្រាញ់យកសារធាតុអាលីស៊ីនចេញមកពិតជាក្មេងស្រីដ៏ផ្អែមល្ហែមម្នាក់មែនបើអញ្ចឹងមែនឯងស្នាក់នៅក្នុងវាំងចុះមិនដឹងថារូបកាយរបស់ខ្ញុំអាចទ្រាំទ្របានដល់ពេលណាទេប្អូនទី3រាល់ដងពេលមកជួបមិនដែលឃើញឯងនិយាយអីសោះតើឯងកំពុងគិតអីហ្នឹងម្ដេចក៏អាចទៅរួចបងប្រុសទី2ខ្ញុំពិតជាមិនដឹងនិយាយអ្វីមែនអោសឆ្វ័យមីអូដែលទាំងនេះគឺខ្ញុំជាអ្នកជូនបងទេណាឥឡូវនេះមានការចោទប្រកាន់ថាមានទោសធ្ងន់ណាស់បេះដូងបងប្រុសទី2ក៏មិនស្រួលដែរពេលឃើញប្អូនលុតជង្គង់នៅទីនោះខ្ញុំចង់ចេញទៅជួយភ្លាមចុះហេតុអ្វីបានជាបងប្រុសទី2មិនធ្វើអញ្ចឹងព្រោះវាជាការប្រញាប់ពេកបងប្រុសធំចង់ឃើញយើងឆ្លោះគ្នាបើខ្ញុំប្រញាប់ចេញទៅនឹងត្រូវគេជួយយើងសម្រុះសម្រួលចំពោះមុខព្រះភ័ក្ត្រព្រះរាជាទៅតើឆ្វាមីអូដែលនឹងលួចធ្វើបាបព្រះរាជាយ៉ាងដូចម្ដេចទៅត្រូវហើយបើជីវិតរបស់ព្រះរាជាត្រូវបានពន្យាពេលតើនរណានឹងទទួលបានផលប្រយោជន៍គឺបងប្រុសធំបើជាបងប្រុសធំមែនហេតុអ្វីបានជាញៀនញៀនឃុំឃាំងខ្ញុំទៅវិញនាងគ្រាន់តែជាក្មេងស្រីម្នាក់ប្រហែលជាមិនដឹងរឿងរ៉ាវផ្ទៃក្នុងទេសម្រាប់ខ្ញុំបានស៊ើបអង្កេតការពិតបន្ទាប់ពីការខឹងសម្បាររបស់ព្រះរាជាប៉ុន្តែព្រះរាជាបានប្រពន្ធរឿងនេះទៅឲ្យព្រះអង្គពិតជាមានអារម្មណ៍មិនល្អទេដែលធ្វើឲ្យប្អូនរងទុក្ខបែបនេះបងប្រុសទី2នេះជាការរៀបចំរបស់បងប្រុសធំដើម្បីធ្វើបាបយើងទាំងពីរនាក់ហេតុអ្វីខ្ញុំត្រូវបន្ទោសបងទៅមានបំណងល្អប៉ុន្តែនាងនៅក្មេងពេកមិនទាន់យល់ពីរឿងរ៉ាវក្នុងសង្គមជួយណែនាំប្រហែលជាត្រូវបានបងប្រុសយល់ច្រឡំដោយសារតែសម្ដីទាំងនោះហើយប្អូនទី3កុំបារម្ភអីបងប្រុសទី2នឹងជួយស៊ើបរកការពិតជូនប្អូនដើម្បីលាងជម្រះភាពស្អាតស្អំឡើងវិញចំពោះព្រះរាជាវិញខ្ញុំបានរកឃើញត្បូងមង្គលមួយដុំប្អូនយកវាទៅថ្វាយព្រះអង្គប្អូនបានរកឃើញវានៅក្នុងចំការរបស់ប្អូនព្រះរាជាកំពុងតែពិបាកព្រះតីនឹងរឿងគ្រោះរាំងស្ងួតបើបានឃើញវត្ថុមង្គលនេះនឹងសប្បាយព្រះតីជាមិនខានពេលនោះប្អូននឹងអាចទទួលបានការស្រឡាញ់ពេញចិត្តឡើងវិញជាមិនខានល្អណាស់ខ្ញុំយល់ហើយខ្ញុំនឹងយកវាទៅថ្វាយព្រះរាជាភ្លាមសំឡេងតន្ត្រីនិងដកដង្ហើមធំព្រះរាជាម្ចាស់ក្ត្រីរួយវាងសុំមកចុះខ្ញុំគ្មានកម្លាំងកាយកម្លាំងចិត្តគ្រប់គ្រាន់ទេឯងជួយយកឯកសារទាំងអស់នោះព្រះរាជាព្រះអង្គបានធ្វើការ3ថ្ងៃជាប់គ្នាហើយណាព្រះករុណាថ្លៃវិសេសសម្ដីរបស់ញៀនញៀនខ្ញុំនៅតែចងចាំមិនភ្លេចឥឡូវនេះខ្ញុំគ្មានឱសថទេមិនដឹងថារាងកាយរបស់ខ្ញុំអាចទ្រាំទ្របានដល់ពេលណាទៀតទេត្រូវតែធ្វើការងារឲ្យបានច្រើនដើម្បីឲ្យព្រះអង្គម្ចាស់ឡើងគ្រងរាជ្យដោយរលូននោះប្រទេសជាតិទើបអាចបន្តទៅមុខទៀតបានព្រះជីតាអូញៀនញៀនតើញៀនញៀនយកបង្អែមមកថ្វាយព្រះជីតាពិសាហេតុអ្វីបានជាឯងមកទីនេះនៅពេលនេះទៅវិញព្រះជីតាញៀនញៀនគេនិយាយថាព្រះជីតារវល់ការងារខ្លាំងរហូតគ្មានពេលពិសាកាពះផងដូច្នេះហើយទើបញៀនញៀនយកបង្អែមនេះមកថ្វាយញៀនញៀនល្អណាស់ព្រះជីតាទោះបីជាមានការងាររំមាញឹកយ៉ាងណាក៏ដោយក៏ត្រូវតែពិសាអាហារដែលណាសុខភាពគឺសំខាន់បំផុតដូចជាលេខ1ដែលនៅខាងមុខគេបើគ្មានលេខ1ទេទោះបីជាមាន0ឲ្យច្រើនយ៉ាងណាក៏គ្មានន័យដែរសុខភាពរបស់ព្រះជីតាគឺដូចជាលេខ1ដ៏សំខាន់នោះឯងតើឯងរៀនសម្ដីទាំងនេះមកពីណាទៅវាពិតជាមានហេតុផលសម្រុំណាស់គ្រោះរាំងស្ងួតនៅហុងជើទើបតែដោះស្រាយរួចឥឡូវនេះមន្ត្រីនៅយន្តជើក៏បានរាយការណ៍ចុងក្រោយនេះទឹកភ្លៀងនៅយន្តជើមានតិចតួចណាស់ដំណាំឆ្នាំនេះប្រហែលជាត្រូវខូចខាតហើយត្រូវដោះស្រាយយ៉ាងដូចម្ដេចទៅប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំតែងតែបន់ស្រន់សុំសេចក្តីសុខសប្បាយសាងសង់វិហារជាច្រើនតែទោះជាយ៉ាងណាក៏ដោយគ្រោះរាំងស្ងួតក៏មានគ្រោះមហន្តរាយកើតឡើងដដែលរាងកាយរបស់ខ្ញុំកាន់តែទ្រុឌទ្រោមទៅហើយតើប៉ុន្មានឆ្នាំនេះខ្ញុំធ្វើអ្វីខុសមែនទេការបន់ស្រន់សុំសេចក្តីសុខផ្ទុយទៅវិញវាជាមធ្យោបាយដ៏អាក្រក់បំផុតព្រោះវាធ្វើឲ្យមនុស្សមុខងល់នឹងជំនឿអរូបី
របស់របបអង្គរទាំងឡាយគ្រាន់តែជាល្បិចកបោកប្រាស់មនុស្សតែប៉ុណ្ណោះ ព្រះជីតាកុំបន្ទោសខ្លួនឯងអី មើលទៅការបន់ស្រន់ទាំងនោះផ្ទុយទៅវិញវាគ្មានប្រយោជន៍តតែសោះ ការគិតគូរពីប្រជារាស្ត្រការយកចិត្តទុកដាក់ទើបជាការល្អ ឲ្យតែយើងខិតខំប្រឹងប្រែងតើខ្លាចអីនឹងមិនអាចយកឈ្នះធម្មជាតិបានទៅ ការប្រឹងប្រែងរបស់មនុស្សគឺសំខាន់ជាងការបន់ស្រន់ទៅទៀតខ្ញុំពិតជាល្ងងខ្លៅមែនដែលពីមុនជឿលើរឿងទាំងនោះភ្លេចគិតទៅថាសេចក្តីសុខសាន្តរបស់ប្រទេសជាតិគឺពឹងផ្អែកលើការខិតខំរបស់មនុស្សមិនមែនលើជំនឿអរូបីឡើយញៀនឯងបានដាស់តឿនខ្ញុំហើយព្រះរាជាប្អូនទី3មកថ្វាយបង្គំព្រះជីតាព្រះជីតាកូនបានរកឃើញវត្ថុមង្គលមួយនៅក្នុងចំការរបស់កូនវាមានពាក្យលេចឡើងនៅលើធ្មេញនេះដែលជាប្រផ្នូលដ៏ល្អសម្រាប់យន់ជើកូនមិនហ៊ានទុកវាផ្ទាល់ខ្លួនទេទើបយកមកថ្វាយព្រះជីតាពូទី3ព្រះជីតាមិនចង់ឃើញរបស់ឥតប្រយោជន៍ទាំងនេះទៀតទេប្រកាសជាត្រូវស្ដីបន្ទោសជាមិនខានឡើយក្មេងម្នាក់នេះនៅតែយល់ចិត្តខ្ញុំជាងឯងទៅទៀតព្រះជីតាមើលទៅខ្ញុំបានបញ្ជាឲ្យឯងស្នាក់នៅក្នុងវិមានដើម្បីរិះគិតពីកំហុសហេតុអ្វីបានជាឯងយករបស់របរទាំងនេះមកទីនេះទៅវិញតើវាអាចคล้ายជាវត្ថុមង្គលយ៉ាងដូចម្តេចទៅសន្តិភាពរបស់ប្រទេសជាតិគឺមិនមែនផ្អែកលើការមួយដុំនេះទេបើគ្រាន់តែពឹងលើប្រជារាស្ត្រទាំងអស់គ្នាតើត្រូវការមន្ត្រីរាជការធ្វើអ្វីទៀតបើឯងនៅតែគិតតែពីរឿងឥតប្រយោជន៍ទាំងនេះទៀតចូលឯងត្រឡប់ទៅវិញជាប្រញាប់ទៅហើយកុំមកទីនេះទៀតឲ្យសោះបើខ្ញុំដឹងថាឯងនៅតែធ្វើរឿងឥតប្រយោជន៍ទាំងនេះទៀតខ្ញុំនឹងមិនលើកលែងទោសឲ្យឡើយល្ងងមែនឯងប្រញាប់ប្រាប់ព្រះជីតាទៅថាឯងបានរកឃើញវិធីដោះស្រាយគ្រោះរាំងស្ងួតហើយព្រះជីតាពិតមែនតែថ្ងៃនេះកូនមកទីនេះគឺពិតជាចង់ថ្វាយរបស់ម្យ៉ាងទៀតមែនតើជាអ្វីទៅនិយាយមកមើលកាលពីប៉ុន្មានថ្ងៃមុនកូនបានស្រាវជ្រាវវិធីសាស្ត្រដាំដុះដំណាំប្រភេទថ្មីមួយដំណាំប្រភេទនេះអាចធន់នឹងគ្រោះរាំងស្ងួតបានយ៉ាងល្អទោះបីជាគ្មានទឹកភ្លៀងក៏ដោយមិនដឹងថាព្រះជីតាយល់យ៉ាងណាដែរស្ដាប់ទៅពិតជាល្អណាស់ឯងសរសេររបាយការណ៍មកថ្វាយខ្ញុំចុះខ្ញុំនឹងឲ្យក្រសួងកសិកម្មទៅពិនិត្យមើលបើពិតជាដូចសម្ដីរបស់ឯងមែនឯងនឹងទទួលបានការលើកសរសើរជាមិនខានថ្ងៃក្រោយប្រជារាស្ត្រក៏មិនបាច់រងទុក្ខដោយសារគ្រោះរាំងស្ងួតទៀតដែរទីបំផុតឯងក៏អាចធ្វើការងារដែលមានប្រយោជន៍ខ្លះដែរអាចជួយសម្រាលទុក្ខលំបាករបស់ព្រះជីតាបានគឺកូនសប្បាយចិត្តណាស់ហើយខ្ញុំបានប្រាប់ហើយថាការយកចិត្តទុកដាក់ចំពោះព្រះជីតាគឺជារឿងសំខាន់បំផុតព្រះជីតាព្រះអង្គក៏ត្រូវថែរក្សាសុខភាពដែរណាឯងមានទេពកោសល្យល្អណាស់ត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតថ្ងៃក្រោយខ្ញុំនឹងប្រគល់ការងារសំខាន់មួយចំនួនឲ្យឯងធ្វើឥឡូវនេះអាកាសធាតុកំពុងតែប្រែប្រួលត្រូវតែប្រុងប្រយ័ត្នចំពោះសុខភាពផងខ្ញុំចាំបានថាកាលពីឯងនៅតូចឯងខ្លាចក្តៅជាងគេបង្អស់ព្រះជីតាព្រះអង្គទើបតែបារម្ភពីកូនមែនទេព្រះជីតាកុំបារម្ភអីកូននឹងខិតខំប្រឹងប្រែងធ្វើការងារឲ្យបានល្អបំផុតកូននឹងត្រឡប់ទៅវិញឥឡូវនេះហើយដើម្បីរៀបចំការងារដាំដុះនោះប្អូនទី3ឲ្យប្អូនទី3តើឯងយល់ព្រមហើយឬនៅបងប្រុសទី2ព្រះជីតាបានសរសើរខ្ញុំហើយណាសរសើរឯងរឿងអីទៅព្រះជីតាញៀនឯងកុំយំអីបើអាចជួយណែនាំគាត់ឲ្យធ្វើការងារល្អនោះព្រះជីតាក៏មិនសូវហត់នឿយដែរត្រូវហើយញៀននិយាយបានល្អណាស់ក្មេងល្អបងប្រុសទី2ប្អូនទី3ឯងទើបតែមកពីគាល់ព្រះជីតាមែនទេ
ត្រូវហើយបងប្រុសទីពីរមិនដឹងទេថាព្រះជីតាទើបតែបានដាស់តឿនខ្ញុំឲ្យយកចិត្តត្បូងមង្គលនោះអាចជួយប្អូនបានទេព្រះជីតាមិនចូលចិត្តរបស់របរមង្គលទាំងនោះទេទ្រង់ថែមទាំងឲ្យទ្រង់ចូលចិត្តវិធីដាំដុះដំណាំរបស់ខ្ញុំបងប្រុសទីពីរគិតយ៉ាងណាដែរចុះចំពោះញៀនវិញក្មេងស្រីអាយុប៉ុណ្ណឹងចូលចិត្តអ្វីជាងគេទៅក្មេងស្រីម្នាក់នោះមែនទេប្អូនសួររឿងនេះធ្វើអីគឺញៀនថ្ងៃនេះនាងបានជួយសម្រុះសម្រួលខ្ញុំច្រើនណាស់បើគ្មាននាងទេខ្ញុំក៏ចង់ប្រហែលជាត្រូវស្ដីឲ្យនាងដើម្បីជាការអរគុណដែរប្អូនទី3កុំគិតច្រើនអីញៀនក៏ជាក្មេងស្រីម្នាក់ដ៏ល្អដែរបងប្រុសធំក៏ជាបងប្រុសធំដែរតើបងនិងបងប្រុសធំមានរឿងអីជាមួយគ្នាទៅវិញខ្ញុំនឹងនៅខាងប្អូនទាំងនោះអីបងប្រុសទី2ពិតជាមនុស្សល្អមែនតែក្មេងស្រីចូលចិត្តរបស់ច្រើនចូលចិត្តរបស់របរដែលមានពណ៌ស្រស់ស្អាតនិងគួរឲ្យស្រឡាញ់អូនអាចទៅរកមើលនៅក្នុងឃ្លាំងកំណប់បានប្រហែលជាមានរបស់ដែលស័ក្តិសមហើយល្អណាស់អរគុណបងប្រុសទី2ខ្ញុំទៅមុនហើយណាទៅចុះចំពោះញៀននេះនាងបានជួយស៊ើបរកការពិតនិងជួយសម្រុះសម្រួលរវាងព្រះរាជានិងប្អូនទី3មិនដឹងថានាងចង់បានអ្វីទៅវិញទេប្អូនទី3ពិតជាងាយនឹងជឿគេមែនតន្ត្រីសារធាតុអាលីស៊ីនត្រូវការខ្ទឹមស្ដើម្បីចម្រាញ់តើនៅក្នុងសម័យនេះរកខ្ទឹមស្នេហ៍ណាទៅញៀនមើលពូទីប៊ីយករបស់ល្អអ្វីមកឲ្យអញខ្លះណែត្បូងមុខដាពីសមុទ្រខាងកើតត្បូងថ្មខៀវដ៏មានតម្លៃនិងគំនូរដ៏វិចិត្រមួយផ្ទាំងនេះទៀតផងហើយនៅមានកញ្ចក់មើលចម្ងាយដ៏អស្ចារ្យនេះមួយទៀតទាំងនេះសុទ្ធតែជារបស់កំវរដែលខ្ញុំបានរកឃើញនៅក្នុងឃ្លាំងកំណប់តើឯងចូលចិត្តទេអរគុណពូទី3ខ្លាំងណាស់តែរបស់ទាំងនេះមិនសូវត្រូវចិត្តខ្ញុំប៉ុន្មានទេញៀនតើឯងចូលចិត្តអ្វីទៅប្រាប់ពូទី3មកទោះជាអីក៏ដោយក៏ពូអាចរកឲ្យបានដែរខ្ទឹមស្នឹង